កាលពីព្រឹកថ្ងៃអង្គារទី8ខែមេសាឆ្នាំ2025ស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ1551 ផជ10ត្រូវបានចាក់បេតុងតភ្ជាប់មុខដំណហើយនិងបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាពិធីចាក់បេតុងតភ្ជាប់មុខដំណស្ពានខ្ពស់ជាងគេនេះក៏មានការចូលរួមពីឯកឧត្តមពេញពូទីនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បាត់ដំបងនិងកោះកុងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់បាត់ដំបងនិងកោះកុងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC អាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចនិងបងប្អូនកម្មករសាងសង់ជាច្រើនរូបផងដែរគម្រោងផ្លូវជាតិលេខ1551ផជ10និងស្ពាននេះនឹងត្រូវបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនតូចប្រភេទទេសចរគ្រួសារឆ្លងកាត់រយៈពេល1សប្តាហ៍ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំអសាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ខាងមុខនេះគូបញ្ជាក់ផងដែរថាស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលបានប្រកាសបកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី9ខែមីនាឆ្នាំ2020ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាស្ពានខ្ពស់ជាងគេនេះជាស្ពានទី28ក្នុងចំណោមស្ពានសរុបចំនួន32ដែលសាងសង់សម្រេចបាន 98% មានប្រវែង537ម៉ែត្រកម្ពស់90ម៉ែត្រដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពានទទឹងស្ពានទាំងសងខាងមានប្រវែង10ម៉ែត្រនិងចំណុចកណ្ដាលសងខាងនៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប15ម៉ែត្រក្នុងប្រវែងសរុប10ម៉ែត្រពង្រីកម្ខាង2.5 ម៉ែត្រកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ